សុភាសិតជំពូកទី27កុំឲ្យអួតខ្លួនពីថ្ងៃស្អែកត្បិតឯងមិនដឹងជាថ្ងៃណានឹងកើតមានការអ្វីទេទុកឲ្យមនុស្សឯទៀតសរសើរឯងចុះកុំឲ្យមាត់ឯងសរសើរខ្លួនឡើយគឺជាអ្នកដទៃមិនមែនជាបបោរមាត់របស់ឯងឡើយដុំថ្មជារបស់ធ្ងន់ហើយខ្សាច់ក៏មានទម្ងន់ដែរតែសេចក្តីកំហឹងរបស់មនុស្សល្ងាលងលួសធ្ងន់ជាងទាំងពីរមុខនោះទៅទៀតសេចក្តីខកក្រៅជាសេចក្តីដែលសាហាវណាស់ហើយសេចក្តីកំហឹងក៏ខ្លាំងក្លាដែរតែឯសេចក្តីប្រច័ណ្ឌតើអ្នកណានឹងទប់ទល់បានការដែលត្រូវបន្ទោសនៅកណ្ដាលជំនុំនោះវិសេសជាងសេចក្តីស្រឡាញ់លាក់កំបាំងរបួសដែលមិត្តសម្លាញ់ធ្វើដល់យើងនោះតែងធ្វើដោយស្មោះត្រង់ទេតែឯការថើបរបស់ខ្មាំងសត្រូវនោះជាសេចក្តីបញ្ឆោតវិញអ្នកណាដែលឆ្អែតហើយទោះទាំងសំនុំឃ្មុំក៏ណាយចិត្តដែរតែឯអ្នកណាដែលឃ្លានទោះទាំងរបស់ជូរល្វាយក៏ផ្អែមដល់គេវិញមនុស្សណាដែលវង្វេងឆ្ងាយពីទីលំនៅខ្លួននោះប្រៀបដូចជាសត្វហើរដែលវង្វេងឆ្ងាយពីសម្បុកវាដែរប្រេងលៀបនឹងទឹកអប់នោះនាំឲ្យចិត្តរីករាយឡើងឯសេចក្តីផ្អែមល្ហឺមនៃសេចក្តីដាស់តឿនដ៏អស់ពីចិត្តរបស់ភឿនមិត្តក៏ដូច្នោះដែរឯមិត្តភក្តិរបស់ខ្លួននិងមិត្តភក្តិរបស់ឪពុកនោះកុំឲ្យបោះបង់ចោលឡើយក៏កុំឲ្យចូលផ្ទះរបស់បងប្អូនឯងនៅក្នុងក្រាដែលឯងកើតមានសេចក្តីទុក្ខព្រួយអ្នកមួយដែលនៅជិតខាងខ្លួននោះវិសេសជាងបងប្អូនដែលនៅឆ្ងាយវិញកូនអើយចូលឲ្យឯងមានប្រាជ្ញាឡើងហើយឲ្យចិត្តអញបានរីករាយចុះដើម្បីឲ្យអញអាចតបឆ្លើយចំពោះមនុស្សដែលដៀលថ្មាសដល់អញមនុស្សដែលមានគំនិតឆ្លៀវឆ្លាតគេឃើញការអាក្រក់មកក៏ពួនខ្លួនតែមនុស្សល្ងាលងគេចេះតែដើរទៅហើយក៏ត្រូវមានទុក្ខចូលទទួលបញ្ចាំអាវអ្នកណាដែលធានាឲ្យមនុស្សដទៃចុះហើយទទួលរបស់បញ្ចាំពីអ្នកដែលសន្យាជំនួសអ្នកក្រៅចុះបើអ្នកណាក្រោកពីព្រលឹមស្រាងនឹងឲ្យពោដោយមិត្តសម្លាញ់ដោយសំឡេងខ្លាំងនោះនឹងបានរាប់ជាពាក្យជេរដល់គេវិញទឹកដែលស្រក់តក់ជានិច្ចនៅថ្ងៃភ្លៀងច្រើនហើយស្ត្រីដែលចេះតែរករឿងនោះក៏ដូចគ្នាដែរអ្នកណាចង់ខាត់នាងនោះខាត់តែខ្យល់ទេហើយដៃអ្នកនោះចាប់តែប្រេងប៉ុណ្ណោះដែករមែងសំលៀងដែកឯមនុស្សក៏ធ្វើឲ្យមិត្តសម្លាញ់ខ្លួនមុតស្រួចយ៉ាងនោះដែរអ្នកណាដែលថែទាំដើមល្វាអ្នកនោះនឹងបានផ្លែបរិភោគហើយអ្នកណាដែលបម្រើចៅហៃខ្លួនដោយល្អនោះនឹងបានកិត្តិស័ព្ទមុខឆ្លក់ឃើញមុខនៅក្នុងទឹកជាយ៉ាងណានោះចិត្តរបស់មនុស្សក៏ច្បាស់ដល់មនុស្សយ៉ាងនោះដែរស្ថានឃុំប្រលឹងមនុស្សស្លាប់និងទីវិនិច្ឆ័យក៏មិនចេះស្កប់ស្កល់ឡើយឯផ្នែករបស់មនុស្សក៏មិនចេះស្កប់ស្កល់ដូចគ្នាដែរមានបាវដីសម្រាប់សម្រង់ប្រាក់ហើយមានឡសម្រាប់មាសតែនឹងស្គាល់មនុស្សបានដោយសារតែសេចក្តីដែលគេសរសើរពីអ្នកនោះទោះបើនឹងបុកមនុស្សល្ងាលងក្នុងត្បល់ជាមួយនឹងស្រូវក៏ដោយគង់តែសេចក្តីចំគួតរបស់វាមិនព្រមរបកចេញពីវាឡើយចូលមានចិត្តខ្នះខ្ញែងឲ្យស្គាល់សន្តាននៃភងជៀមឯងហើយឲ្យថែមើលភងគោឯងឲ្យល្អចុះត្បិតទ្រព្យសម្បត្តិមិនស្ថិតស្ថេរនៅជាដរាបទេតើមគុតស្ដេចនៅជាប់អស់ទាំងដំណត់ទៅឬស្មៅគ្រីមគេដឹកយកទៅរួចស្មៅខ្ចីលូតលាស់ឡើងហើយគេមមូលស្មៅផៅពីភ្នំមកដែរកូនជៀមទាំងប៉ុន្មាននឹងបានសម្រាប់ធ្វើជាសម្លៀកបំពាក់ដល់ឯងឯពពែឈ្មោលក៏សម្រាប់សងថ្លៃចំការដែរហើយនឹងមានទឹកដោះពពែល្មមទុកជាអាហារដល់ឯងគឺជាអាហារសម្រាប់គ្រួសារឯងនិងសម្រាប់ចិញ្ចឹមពួកស្រីបម្រើរបស់ឯងទៀត